ក្នុងក្តីក៏នៅតែរត់គេចមិនរួចពីបាបកម្មនេះបានឡើយព្រោះថាភូមិប្រទេសដែលរត់គេចទៅគុំសំណំនោះដើម្បីឲ្យរួចផុតពីបាបកម្មនោះប្រកាសជាមិនមានសោះឡើយទួងបីទៅពួនកាសក្រឡាំងទៅពួនជលសាឬជ្រុំច្រឡងដងបបបតាតែថាមិនផុតអើយពីកម្មបាមគ្មានទេទីស្ថានលើលោកនេះទុំបីឆ្ងាយចិត្តជ្រៅខ្ពស់ទៀបដែលអានកិញវ៉ាំងមិនសារភាពពិបាកប្រកម្មខ្លួនអើយទេមកចាំថ្លៃសាលីនំវិហិនំមុក្កានំមាសានំទិលានំតាលីគំរូគោគៀងកោទាំងឡាយតែកាន់ពីកោចោនមត្ថុរតនតយសៈពុទ្ធរតនំធម្មរតនំសង្ឃរតនំនៃមីមិទូព្រះបង្គំខ្ញុំបកណាសូមនមស្ការចំពោះប្រជុំ3នៃព្រះរតនៈទាំង3គឺមានព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈដោយសេចក្តីគោរពជ្រះថ្លាដល់យ៉ាងខ្ពង់ខ្ពស់សពកាលទាំងពួងទាំងសូមគោរពនមស្ការចំពោះព្រះគ្រូអនុគុណស្រុកមង្គលបុរីព្រះមន្ត្រីសង្ឃសាលាអនុគុណស្រុកមង្គលបុរីគ្រប់ព្រះអង្គដោយសេចក្តីគោរពដោយសេចក្តីកត់ក្រែងទាំងហើយសូមនមស្ការគោរពចំពោះលោកម្ចាស់គ្រូព្រះខោសនមនីសិង្ហសៀបព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះគ្រូចៅអធិការវត្តលួងស៊ីសវរតនារាមដោយសេចក្តីគោរពកត់ក្រែងសូមគោរពនមស្ការព្រះអង្គគ្រូវីរៈធម្មវណ្ណលីហ៊ុយដោយសេចក្តីគោរពរាប់អានទាំងគោរពនមស្ការព្រះធរានុធរៈគ្រប់ព្រះអង្គនៅវគ្គភិក្ខុសាមណេរទាំងអស់ដោយសេចក្តីគោរពដោយសេចក្តីរាប់អានក្នុងព្រះធម៌ទាំងសូមចម្រើនពរញោមញាតិជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្នាអ្នកគោរពកាន់នៅព្រះពុទ្ធសាសនាគ្រប់គ្នាគ្រប់ទីមជ្ឈដ្ឋានគ្រប់ទីកន្លែងទាំងអស់ទូទាំងខេត្តក្រុងនានាដោយសេចក្តីនឹករលឹករាប់អានពីអាត្មាភាពសុខសប្បាយញាតិញោមភាសាយើងសាមញ្ញសួរគ្នាអញ្ចឹងញាតិញោមភាសាយើងសាមញ្ញសួរគ្នាសុខសប្បាយអត់ញាតិញោមហ្នឹងហើយគឺបើភាសាយើងមិនសាមញ្ញយើងសួរគ្នាតាមន័យប្រធោថាតើ
សរីរៈយន្តហ្នឹងគឺល្មមប្រព្រឹត្តអត់សង្កត់បានដែរឬអញ្ចឹងណាញាតិញោមហ្នឹងដល់ពេលយើងសួរបែបលក្ខណៈសាមញ្ញគឺសុខសប្បាយអត់ហ្នឹងភាសាសាមញ្ញហ្នឹងញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីអ្នកគោរពកាន់នៅព្រះពុទ្ធសាសនាទាំងឡាយអើយរីនៅក្នុងពេលវេលារាត្រីស្មើនេះខ្ញុំគណៈអាត្មាភាពក៏ណាម្ចាស់មានកលៈយោតោគុជពិសិដ្ឋហ្នឹងគឺបានឱកាសពេលវេលាមកសម្ដែងនៅប្រធัวប្រគេនចែកជូនម៉ោង 9:10 យប់ណាគឺដោយថ្ងៃនេះថ្ងៃអាទិត្យ600 ខែមិញឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ 2569 ត្រូវនៅថ្ងៃទី8 ខែកុម្ភៈឆ្នាំ 2026 ខ្ញុំគណៈអាត្មាភាពនៅក្នុងឱកាសវេលារាត្រីស្មើនេះគឺក៏បានឱកាសនៅក្នុងការសម្ដែងនៅប្រធัวហើយក្នុងការសម្ដែងនៅប្រធัวនេះទៀតសោតគឺក៏យោងទៅតាមពេលវេលានឹងផងដែរណាយោងទៅតាមពេលវេលាម៉ោង 9:10 ហើយសម្ដែងមួយអង្គកន្លះម៉ោងពីអ្នកព្រះអង្គគ្រូវឿនលីហ៊ុយហ្នឹងឯងគឺដែលជាព្រះគ្រូចៅអធិការពោធិវិន័យរោគថ្ងៃណាលោកទំនេរក៏លោកបានចូលទៅថ្ងៃណាលោករវល់ទៅក៏អត់បានចូលទៅហើយខ្ញុំគណៈអាត្មាភាពហ្នឹងក៏មួយអង្គឯងចឹងទៅញាតិញោមជាពុទ្ធបរិស័ទនៅក្នុងឱកាសពេលវេលានេះគឺនឹងបានឱកាសនៅក្នុងការសម្ដែងប្រធัวដែលជាប់តកតងជឿនៅក្នុងមង្គលនៅក្នុងប្រសោតមួយគឺសង្កេលកៈសោតក៏ដែរក្នុងសង្កេលកៈសោតហ្នឹងគឺតកតងជាមួយនឹងព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងប្រារព្ធជាមួយនឹងសង្កេលកៈមេនុបហ្នឹងហើយនិយាយអំពីទិសទាំង6ញាតិញោមដឹងណាទិសទាំង6ទិសខាងកើតទិសខាងត្បូងទិសខាងលិចទិសខាងជើងទិសខាងក្រោមទិសខាងលើអីហ្នឹងបើហើយសម្រាប់អាត្មាភាពសម្ដែងតកតងជាមួយនឹងទិសដែលថ្វាយបង្គំទិសហ្នឹងគឺទិសខាងកើតរួចហើយទិសខាងត្បូងរួចហើយត្រូវចូលដល់ទិសខាងលិចញាតិញោមណាហ្នឹងទិសខាងលិចហ្នឹងគឺតកតងជាមួយនឹងសម្ដៅដល់ទិសខាងលិចគឺជាទិសដែលស្វាមីត្រូវទំនុកបំរុងភរិយាដោយហេតុ5យ៉ាងមានទិសស្វាមីណាទិសស្វាមីភរិយាហ្នឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គសម្ដែងតកតងថាទិសខាងលិចហ្នឹងគឺសម្ដៅដល់គូស្វាមីភរិយាអញ្ចឹងគូស្វាមីភរិយាប្តីប្រពន្ធដែលអាចរស់នៅចាប់ដៃគ្នាសាងជីវិតសុភមង្គលនៅក្នុងគ្រួសារនឹងទៅបានហ្នឹងដែលអាចរស់នៅជាមួយគ្នារហូតទៅដល់ចាស់កងខ្នងទៅបានហ្នឹងមិនបាច់ចាំមើលគ្រូមកមិនបាច់ចាំមើលអីឆង់មិនឆង់ទេញាតិញោមឲ្យតែធัวមានសទ្ធាដូចគ្នាមានសិលដូចគ្នាមានចាគៈដូចគ្នាមានបញ្ញាដូចគ្នាគឺរស់នៅជាមួយគ្នាបានហើយនឹងប្រកបទៅដោយទូនាទីឬក៏សេចក្តីការទំនុកបំរុងពីស្វាមី5យ៉ាងនិងអនុគ្រោះស្វាមីដោយហេតុ5យ៉ាងវិញគឺមានន័យថាស្វាមីមានលក្ខណៈទូនាទី5យ៉ាងភរិយាក៏មាន5យ៉ាងដូចគ្នាហ្នឹងហើយរីឯស្វាមីដែលត្រូវសង្គ្រោះត្រូវទំនុកបំរុងញាតិញោមគេប្រើពាក្យថាទំនុកបំរុង
ត្រូវទំនប់បំរុងភរិយាដោយហេតុ5យ៉ាងទី1គឺចាត់ទុកភរិយានឹងគឺជាភរិយាពេញទីណាមិនមែនជាភរិយាគ្រាន់តែជាស្រីកំណាន់ស្រីកំដរអារម្មណ៍អីហ្នឹងអត់ទេគឺជាភរិយាពេញទីតែម្ដងពេញលក្ខណៈសំគឺជាភរិយារបស់ខ្លួនហ្នឹងហើយអត់មានចាត់ទុកនាងថាគ្រាន់តែជាស្ត្រីដែលមករស់នៅជាមួយបំពេញតណ្ហារបស់ខ្លួនអត់ទេគឺជាភរិយាពេញច្បាប់ពេញទីពេញលក្ខណៈតែម្ដងផ្ដល់តម្លៃឲ្យនាងតែម្ដងទី2មិនមើងងាយភរិយាទោះបីប្រពន្ធនោះទោះបីភរិយាគាត់មកពីត្រកូលទៀបជាងខ្លួនគ្រួសារទ្រព្យសម្បត្តិតិចជាងខ្លួនឧទាហរណ៍ថាគាត់កូនអ្នកស្រែចម្ការមិនសូវជាមានទ្រព្យស្ដុកស្ដំហើយខ្លួនឯងជាកូនអ្នកមានអីហ្នឹងគឺប្រពន្ធក្រលំបាកគ្នាមិនសូវជាមានទ្រព្យសម្បត្តិអីចឹងណាមិនត្រូវងាយមើលងាយគ្នាទេដែលហេតុណាមួយឬក៏ដោយมันគ្រួសារมันក្រទ្រព្យសម្បត្តិគ្រួសារប្រហាក់ប្រហែលគ្នាប៉ុន្តែមានសេចក្តីមាក់ងាយដោយរឿងណាមួយដែលហេតុណាមួយពីសម្រស់ពីរូបរាងឬក៏ពីគ្រួសារយ៉ាងនេះយ៉ាងនោះមួយអីគឺយើងមាក់ងាយអីចឹងទៅណាអញ្ចឹងមិនត្រូវមានការមាក់ងាយនៅភរិយាទេអញ្ចឹងប្តីណាក្នុងនាមជាប្តីហ្នឹងគឺមិនត្រូវមើលងាយប្រពន្ធទេភាគច្រើនស្វាមីមើលងាយភរិយាហ្នឹងគឺដែលធ្វើឲ្យមានការរស់នៅមិនចោះសម្រងគ្នាណាហ្នឹងហើយទី3គឺក្នុងនាមជាប្តីល្អមិនត្រូវក្បត់ចិត្តភរិយានឹងទេនឹងពុទ្ធសំដែងញាតិញោមមិនមែនសាមញ្ញជនយើងសំដែងណាពុទ្ធសំដែងណាព្រះអង្គថាកុំក្បត់ចិត្តភរិយាកុំក្បត់ចិត្តភរិយាណាស្រឡាញ់នាងស្មោះត្រង់នាងកុំក្បត់ចិត្តនាងព្រោះធម្មតាបឋុជនមនុស្សយើងតែងមានចិត្តហ្នឹងមិនមែនជាអរិយបុគ្គលព្រះអរហន្តទេណាជាបឋុជនធម្មតាហ្នឹងគឺតែងមានចិត្តខឹងតែងមានចិត្តប្រច័ណ្ឌតែងមានចិត្តអន់ចិត្តអីហ្នឹងទៅអញ្ចឹងគឺយើងកុំក្បត់ចិត្តគាត់ត្រូវតែស្មោះត្រង់ជាមួយនឹងភរិយាទី4គឺប្រគល់ភារកិច្ចឲ្យជាធំក្នុងផ្ទះការចាត់ចែងផ្ទះសម្បែងទុកដាក់ចង្ក្រានជើងឆ្នាំងភួយមុងខ្នើយខោអាវសម្លៀកបំពាក់នេះអានោះអីហ្នឹងគឺក្នុងផ្ទះសម្បែងគឺមនុស្សស្រីប៉ិនប្រសពក្នុងការចាត់ចែងទុកដាក់ខោអាវអីនោះឯងចេះបត់ចេះបែនចេះហើយទុកដាក់ក្នុងទូក្នុងអីចឹងទៅហើយបោះសម្អាតផ្ទះសម្បែងចាត់ចែងអីចឹងទៅហ្នឹងយើងប៉ុន្តែបើសិនតែយើងមានទឹកចិត្តយើងជួយទៅវាមានតែខុសអីតែគ្រាន់តែថាផ្ដល់ភាពជាធំក្នុងផ្ទះណាឲ្យនាងសម្រេចកិច្ចការងារអីចឹងទៅណាដូចរឿងកិច្ចការងារធ្វើការងាររកស៊ីអីផ្សេងបើសិនជាយើងចាត់ចែងយើងទៅតែដឹងឮទាំងអស់គ្នាទិញផ្ទះការទិញផ្ទះបងរំលោះផ្ទះអីហ្នឹងគឺបងរំលោះវិឡាបរិយអីយ៉ាងណាយ៉ាងណីហ្នឹងគឺសុទ្ធតែប្រកល់ភាពជាធំឲ្យភរិយាហើយនឹងជួយសម្រេចចិត្តណាបើមិនយើងអាងថាយើងអ្នករលុយបានច្រើនយើងជាបរោះយើងធ្វើអ្វីទៅតាមអំពើចិត្តរបស់យើងអត់ទេត្រូវតែមិនត្រូវតែផ្ដល់ភាពជាធំឲ្យនាងនៅក្នុងផ្ទះតែម្ដងទី5នៅពេលយើងក្រឡេកសម្លឹងមើលទៅនាងហ្នឹងមើលទៅហ្នឹងគឺខោអាវដូចជាចាស់ហើយណាមើលទៅចិញ្ចៀនពេជ្រហ្នឹងគឺដូចជាចាស់ហើយគឺណាហើយយើងឃើញប្រពន្ធយើងគ្នារងថ្ងៃសំបីតែចិញ្ចៀនសំបីតែខ្សែកសំបីតែកងដៃកងជើងនឹងសិតតែកឡៃសិតតែរបស់คล้ายៗកឡៃពាក់លម្អទេសំបីតែកវលដែលពាក់ហ្នឹងគឺរបស់คล้ายៗរបស់ណែកឡៃទេអញ្ចឹងក្នុងនាមជាប្តីឆ្លាតគឺត្រូវតែគិតដល់ចំណុចហ្នឹងណាត្រូវតែចេះទិញគ្រឿងអលង្ការរបស់ណាដែល
ដែលមនុស្សស្រីក៏ចូលចិត្តស្រឡាញ់អញ្ចឹងណាអញ្ចឹងគឺទិញជូនគាត់ទៅក្នុងពេលវេលាដែលខួបកំណើតពេលវេលាខួបអីគេអាពាហ៍ពិពាហ៍ណាណៃនោះ anniversary ឯណាណៃណាហើយទិញជូនគាត់តាមកាលគួរពេលភាសាមកថាទិញគ្រឿងអលង្ការជូនភរិយាតាមកាលគួរការដែលគួរទិញដែលកម្មវិធីផ្សេងទៅកម្មវិធីទៅអីរត់ទិញឲ្យគាត់ទៅហ្នឹងហើយមើលទៅគាត់ពេញចិត្តឲ្យជូនគាត់ទៅទិញអញ្ចឹងទៅបើយើងមានលទ្ធភាពមានលុយកាលគួរហ្នឹងគឺសំដៅថាកាលគួរថាមានលុយអត់មានលុយបើមិនមានលុយទេយើងទុកសិនចាហ្នឹងហើយនឹងលុយតាមលទ្ធភាពរបស់យើងទៀតអញ្ចឹងគឺស្វាមីត្រូវទំនុកបំរុងភរិយានឹងដោយហេតុ5យ៉ាងនេះឯងអញ្ចឹងទិសខាងឡៃគឺសំដៅដល់គូស្វាមីភរិយាណារីឯភរិយាវិញក៏ត្រូវតែអនុគ្រោះស្វាមីដោយហេតុដោយស្ថាន5យ៉ាងដែរមិនមែនមានតែស្វាមីធ្វើចំពោះខ្លួនអត់ធ្វើចំពោះស្វាមីវិញគឺអត់ទេគឺត្រូវតែមានដូចគ្នាតែម្ដងទៅវិញទៅមកតែម្ដងហ្នឹងហើយត្រូវតែមានទៅវិញទៅមកតួនាទីឲ្យដឹងពីតួនាទីរបស់ខ្លួនឯងបែបនេះគឺអាត្មាជឿថាជីវិតប្តីប្រពន្ធมันសូវចេះឆ្លោះគ្នាទេដឹងឲ្យប្រព្រឹត្តមិនមែនគ្រាន់តែដឹងចាំតែគោលទេណាអញ្ចឹងបានថាប្រសិនបើស្វាមីជាអ្នកមានធម៌ភរិយាមិនមែនជាអ្នកមានធម៌រស់នៅជាមួយគ្នាបានប៉ុន្តែលក្ខណៈថារឿងតឹងចិត្តឆ្លោះគ្នាអីចឹងទៅឬក៏ថាភរិយាជាអ្នកមានធម៌ដឹងតួនាទីរបស់ខ្លួនឯងជាភរិយាប៉ុន្តែស្វាមីអត់ដឹងហើយភាគច្រើនសពថ្ងៃសង្គមឥឡូវគឺឆ្លោះគ្នាច្រើនតែទី1គឺបញ្ហាគ្រួសារសេដ្ឋកិច្ចក្នុងគ្រួសារហើយនឹងពុកម្ដាយទាំងសងខាងហើយនឹងសេដ្ឋកិច្ចក្នុងគ្រួសារពុកម្ដាយទាំងសងខាងហើយនឹងគឺការលួចមានស្រីក្រៅអីចឹងទៅក្បត់ចិត្តគ្នាទៅវិញទៅមកអីចឹងទៅខ្លាចទៅជាអញ្ចឹងអាហ្នឹងគឺអាចបែកបាក់គ្នាហើយហ្នឹងភរិយាត្រូវសង្គ្រោះអនុគ្រោះស្វាមីដោយស្ថាន5យ៉ាងវិញគឺ1ក្នុងនាមជាភរិយាល្អជាប្រពន្ធល្អណាមិនមែនក្នុងផ្ទះស្មោកគ្រោកទេហ្នឹងហើយញាតិញោមណាមិនមែនក្នុងផ្ទះស្មោកគ្រោកសិតតែដីសិតតែសម្រាមសម្បុកពេញពីងពេញណាពេញណេចទេអត់ទេញាតិញោមអើយគឺកុំណាអញ្ចឹងគឺមិនមែនក្នុងផ្ទះសិតតែសម្រាមសិតតែអីចឹងអាត្មាស្មាតោសុំទោសពេលខ្លះចូលផ្ទះញាតិញោមចូលអីមើលដែរណាមិនរើអើងទេប៉ុន្តែអាត្មាគិតក្នុងចិត្តនិយាយចឹងញាតិញោមខ្លះដឹងល្អះខ្លួនអីគឺញាតិញោមល្អះខ្លួនអីចាត់ចែងសម្អាតទៅវាអត់ខុសទេណាពេលខ្លះទៅអត់មើលទៅសំបីតែបន្ទប់ទឹកកិច្ចកន្លែងក្រោមផ្ទះឬក៏ផ្ទះលើផ្ទះកន្លែងនេះកន្លែងនោះមួយការបត់ទុកដាក់អីមើលទៅអញញ៉ៃអីនឹងខោអាវនៅតាមខោទៅខោនៅតាមខោទៅអាវនៅតាមអាវទៅសម្ពត់នៅតាមសម្ពត់ទៅរីឯអ្វីផ្សេងក៏នៅតាមអ្វីផ្សេងខ្នើយមុងអីនោះគឺរញ៉េរញ៉ៃអីចឹងទៅភរិយាល្អញាតិញោមពុទ្ធព្រះអង្គសម្ដែងណាភរិយាល្អគឺត្រូវតែទី1អនុគ្រោះស្វាមីដោយស្ថានទី1គឺចាត់ចែងការងារផ្ទះបានល្អនៅពេលដែលស្វាមីគាត់ត្រឡប់មកធ្វើការងារវិញគឺផ្ទះសម្បែងត្រូវតែស្អាតក្អូបហើយនឹងមើលទៅចូលភ្នែកតែម្ដងមិនមែនអាវនៅតាមអាវខោនៅតាមខោអត់ទេហ្នឹងហើយទី2គឺសង្គ្រោះជនញាតិទាំងពីរសងខាងស្រឡាញ់សាច់ញាតិខាងស្វាមីក៏ស្រឡាញ់សាច់ញាតិខាងខ្លួនឯងនឹងក៏ស្រឡាញ់មិនមែនស្រឡាញ់តែញាតិខ្លួនឯងមីងមាបងប្អូនម៉ាក់ប៉ាយាយតាអាម៉ាអាកុងខ្លួនឯងទេប៉ុន្តែបែរទៅជាញាតិខាងស្វាមីខាងប្តីហ្នឹងគឺម្ដាយក្មេកឬក៏ឪពុកក្មេកមីងមាអីហ្នឹងខាងប្តីអត់ស្រឡាញ់វាទៅជាអញ្ចឹងញាតិញោមព្រោះកន្លែងនេះឯង
ចំណុចនេះឯងដែលអាចធ្វើឲ្យបែកគ្នាបានណាដែលយើងនិយាយថាតាមគ្រួសារទាំងសងខាងចុះបើគេមិនអោយតម្លៃហើយគេអោយតម្លៃតែគ្រួសារគេស្រឡាញ់តែគ្រួសារគេអញ្ចឹងគឺมันអាចរស់នៅចោះសម្រងគ្នាបានទេអាត្មាឃើញច្រើនលឺនឹងផ្ទាល់ត្រជាឲ្យឃើញតែម្ដងគឺឃើញចំណុចថានៅពេលដែលស្រឡាញ់ប្តីស្រឡាញ់កូនគេអត់ស្រឡាញ់ម៉ែគេស្រឡាញ់កូនប្រុសគេអត់ស្រឡាញ់ម៉ែគេអញ្ចឹងអត់ស្រឡាញ់ឪគេឆ្លោះគ្នាជាមួយម៉ែក្មេកឆ្លោះគ្នាជាមួយឪក្មេកឆ្លោះគ្នាជាមួយញាតិខាងប្តីឃើញគឺអត់ចូលចិត្តអត់ចោះសម្រងតែម្ដងហ្នឹងហើយអត់ចោះសម្រងឆ្លោះគ្នាឲ្យបញ្ហានេះតិចតួចគឺឆ្លោះគ្នាត្រូវតែសង្គ្រោះក្នុងនាមជាភរិយាល្អត្រូវតែសង្គ្រោះជនជាញាតិទាំងសងខាងហ្នឹងហើយមិនមែនថាស្រឡាញ់តែគ្រួសារម៉ែឪខ្លួនឯងណាញាតិញោមពេលខ្លះមែនណាហ្នឹងមានមិនមែនអត់ទេមានហើយមានច្រើនទៀតណាហ្នឹងដែលបានប្តីហើយស្រឡាញ់តែប្តីម៉ែឪក្មេកគ្រួសារខាងម៉ែឪក្មេកហ្នឹងអត់ស្រឡាញ់គឺអត់ចូលចិត្តអត់អីចឹងទៅសំបីតែពេលខ្លះណាញាតិញោមអាត្មាលឺឃើញតែម្ដងប្តីដល់ថ្នាក់លួចយកលុយពីធ្វើការងារហ្នឹងផ្ញើជូនម្ដាយបង្កើតខ្លួនឯងចាយកុំឲ្យប្រពន្ធដឹងឃើញញាតិញោមដល់ថ្នាក់ហ្នឹងហើយលុយមិនមែនត្រឹមមិនមែនច្រើនទេញាតិញោមលុយ 30000 រៀលផ្ញើតាមវិញចំណិនផ្ញើតាមវិញហ្នឹងហើយ30000 រៀលផ្ញើឲ្យម្ដាយបង្កើតខ្លួនឯងទៅធ្វើការងារអត់ឲ្យប្រពន្ធដឹងទេពួកអីប្រពន្ធហ្នឹងគឺអត់ខាច់ប្រពន្ធដឹងប្រពន្ធខាងឃើញទេចឹងបានថាពេលខ្លះនៅដល់ថ្នាក់ហ្នឹងហើយញោមពេលខ្លះមានហើយញោមអ្នកខ្លះលោចប្តីធ្វើការដកលុយមកបន្តិចទុកយកផ្ញើឲ្យម៉ែឲ្យបង្កើតខ្លួនឯងអត់ហ៊ានឲ្យប្រពន្ធដឹងទៅណាដល់ថ្នាក់ហ្នឹងផងញាតិញោមមានអត់ញាតិញោមណាបើថាមានចូល comment ថ្មមួយមើលញាតិញោមណាបើសិនជាមានបែបហ្នឹងកែប្រែទៅប្រពន្ធល្អភរិយាល្អកែប្រែទៅសូមកែប្រែចំណុចនោះជាបន្ទាន់ដើម្បីសេចក្តីសុខក្នុងរង្វង់ក្រុមគ្រួសារទី1ទី2កុំឲ្យបាបប្រយ័ត្នធ្លាក់នរកណាដោយព្រោះអីដោយព្រោះតែចិត្តមាននេះការប្រកាន់របស់ខ្លួននឹងឯងដែលធ្វើឲ្យធ្លាក់នរកហ្នឹងហើយប្រយ័ត្នធ្លាក់នរកទាំងរស់ណាពេលខ្លះណាអនាគតទៅគេធ្វើបាបយើងកូនយើងធ្វើបាបយើងវិញអត់បាច់ចាំទៅជាតិណាទេញាតិញោមធ្វើបាបយើងវិញចឹងបានភេរយាល្អត្រូវតែមាននៅការសង្គ្រោះស្វាមីដល់ស្ថានទី2ហ្នឹងគឺសង្គ្រោះញាតិទាំងសងខាងនោះឯងបើស្រឡាញ់ប្តីត្រូវតែស្រឡាញ់ញាតិរបស់ប្តីផងទី3គឺក្នុងនាមជាភេរយាល្អមិនក្បត់ចិត្តស្វាមីញាតិញោមមើលគឺមិនត្រូវក្បត់ចិត្តស្វាមីតែម្ដងព្រោះការស្រឡាញ់ស្មោះត្រង់ដល់គ្នានឹងគ្នាទៅវិញទៅមកនេះគឺជាសុភមង្គលក្នុងគ្រួសារមួយហើយជាពិសេសជាគំរូដល់កូនដល់ញាតិមជ្ឈដ្ឋានជុំវិញផងដែរប៉ុន្តែជាគំរូដល់ក្នុងសង្គមគេឃើញគេថាអូក្នុងសង្គមគេឃើញថាអូគ្រួសារនឹងនាងនឹងមិនដែលទៅឆ្លោះគ្នាបែកបាក់គ្នាអីអត់ទេអត់ដែលឮទៅប្តឹងផ្ដាល់គ្នាឡើងតឡាការឡើងមេឃុំអីអត់ទេណាគឺស្ងាត់ឈឹងតែម្ដងឆ្លោះគ្នាស្ងាត់ឈឹងហើយគឺដោះស្រាយដោយបញ្ញាដោយចំណេះដឹងដែលខ្លួនឯងបានរៀនសូត្រហ្នឹងហើយណាហើយស្មោះត្រង់ក្បត់ចិត្តមិនក្បត់ចិត្តគ្នាទេញាតិញោមណាហើយទី4ថែទាំទ្រព្យសម្បត្តិដែលស្វាមីរកបានហើយមិនមែនជារឿងខ្មែរយើងគឺមានរឿងលេងដែរតាញាតិញោមគេហៅថាអីស្ត្រីកញ្ជើធ្លុះស្ត្រីកញ្ជើធ្លុះចិត្តខ្ញុំគឺលុយកាក់ប្តីរកបានប៉ុណ្ណាក៏មិនសល់ដែរណាគឺអត់ចេះទុកចេះដាក់អត់ចេះចាត់ចេះអញ្ចឹងបានមនុស្សស្រីគួរតែពូកែខាងហិរញ្ញវត្ថុនិង accounting គឺតេតងជាមួយនឹង account ការគណនេយ្យដឹងមានគណនេយ្យភាពច្បាស់លាស់មនុស្សស្រីត្រូវតែពូកែកន្លែងហ្នឹងហើយត្រូវតែមាននៅការចេះថែរក្សាទ្រព្យសម្បត្តិដែលស្វាមីរកបានមកហើយមិនប្តីប្រឹងកក់ណាប្តីប្រឹងបែកញើសហូរញើសធ្វើការងារបានលុយមកប្រពន្ធគិតតែពីចាយអត់មើលពេលខ្លះមិន
ពេលខ្លះត្រូវគិតកន្លែងហ្នឹងមិនមែនអាងថាប្តីបានលុយមកឲ្យខ្លួនឯងចាយខ្លួនឯងគិតតែពីចាយអត់ទេត្រូវដឹងថាត្រូវគិតមានចក្ខុវិស័យនៅពេលទៅអនាគតចាយប្រពុតសម្ដែងថាចាយចោះប៉ុន្តែមិនត្រូវខ្ជិះខ្ជាយពេកមិនត្បិតត្បៀនពេកមានលក្ខណៈថាម៉េចមានលក្ខណៈតែចាយល្មមចេះចាយចេះទុកចេះដាក់ចេះឆ្នៃនៅទ្រព្យនឹងឯងដូចអ្នកខ្លះគាត់រលួយបានគិតចេះដាក់ធនាគារអីយកការប្រាក់យកអីចឹងទៅហើយឬក៏ថាគាត់ចង់ការដោយតាមភូមិគាត់ចង់ការគេខ្ចីបានតែរឿងចង់ការគេខ្ចីណាឥឡូវនេះគឺពិបាកបន្តិចអត់មានលិខិតអីច្បាស់លាស់កិច្ចសន្យាអីច្បាស់លាស់ហ្នឹងគឺពិបាកហើយញាតិញោមខ្ចីមិនចេះទុំណាពិបាកខ្ចីដោយមាត់នឹងមាត់ហ្នឹងគឺងាយសងទេឥឡូវអញ្ចឹងតើមានកិច្ចសន្យាត្រឹមត្រូវមានលិខិតមានអីត្រឹមត្រូវដឹងឮមានសាក្សីមានអីចឹងណាហ្នឹងហើយគឺប្រភេទយាត្រូវចេះថែទាំទ្រព្យសម្បត្តិហ្នឹងហើយបានលុយកាក់មកចេះទុកដាក់មិនមែនចេះតែចាយទេរឿងអ្វីដែលគួរចាយចាំចាយអ្វីដែលមិនគួរចាយកុំចាយទី5ក្នុងនាមជាភេរយាគឺឆ្លៀសតែម្ដងឆ្លៀសមិនខ្ជិលច្រអូសនៅក្នុងកិច្ចការសពគ្រប់ញាតិញោមពាក្យនេះនៅក្នុងលក្ខណៈនៃគេហៅថាស្ត្រីគ្រប់លក្ខគឺក្នុងទូនាទីចំណុចមួយដែលអាត្មាអានមានច្រើនចំណុចប៉ុន្តែចំណុចមួយគឺស្ត្រីជាភរិយាជាស្ត្រីគឺត្រូវតែឧស្សាហ៍តែម្ដងបើសិនជាមានស្វាមីវិញគឺដោយអាត្មាធ្លាប់តែងតែនិយាយថាគឺចូលគេងក្រោយប្តីភ្ញាក់មុនប្តីញាតិញោមស្ត្រីទូនាទីឬក៏លក្ខណៈសម្បត្តិស្ត្រីគ្រប់លក្ខស្ត្រីល្អគឺចូលគេងក្រោយប្តីភ្ញាក់មុនប្តីហ្នឹងហើយភ្ញាក់មុនស្វាមីឧទាហរណ៍ភរិយាហ្នឹងគឺចូលសម្រាកចូលសម្រាកចូលសម្រានលងលក់នៅក្នុងដំណេកណាគឺលក្ខណៈថាមានន័យថាម៉េចញ៉ឹងមានន័យថាឧទាហរណ៍ថាធ្វើកិច្ចការងារសពគ្រប់បែបយ៉ាងចាត់ចែងផ្ទះសម្បែងងូតទឹកហើយគឺត្រូវតែពេលដែលចូលសម្រានដូចអាលើកឡើងថាក្រសម្រានហើយពេលដែលភ្ញាក់វិញក៏ឆាប់ភ្ញាក់អាត្មាឃើញញោមស្រីអាត្មាហ្នឹងគឺនៅពេលដែលគាត់នៅមានជីវិតការអាត្មានៅទូចហ្នឹងគាត់ពេលគាត់ពេលអាត្មានៅតូចចុះអ្នកកសិករអ្នកស្រែចម្ការអាត្មាកូនអ្នកស្រែថាកូនអ្នកស្រែចម្ការទៅគាត់ពេលដែលព្រឹកឡើងម៉ោង4គឺគាត់ក្រោកហើយរាល់ព្រឹកម៉ោង4គាត់ក្រោកដាំបាយញាតិញោមដាំបាយម៉ោង7ទៅស្រែម៉ោង6កន្លះទៅស្រែគឺជីវិតអ្នកកសិករជីវិតអ្នកស្រែហ្នឹងគឺអញ្ចឹងដាំបាយជួនកាលខ្លះមិនមែនម៉ោង9ទេជួនកាលខ្លះម៉ោង3ជាងដាំបាយធ្វើម្ហូបឲ្យអាត្មានៅតូចអីគឺក្រោកទៅគាត់ដេញតែញយដែរហ្នឹងគាត់ថាមិនទៅដេកវិញមកអង្គុយស្អីចោះពេលគាត់ក្រោកដាំបាយមិនលឺចិញ្ចាំប្រហុកឬក៏លឺចិញ្ចាំសាច់អីនឹងខាងក្រោមផ្ទះអញ្ចឹងទៅអាត្មានៅក្មេងនៅតូចអញ្ចឹងដល់ពេលលឺអញ្ចឹងទៅมันភ្ញាក់ពេលភ្ញាក់ទៅมันចោះមកក្រោមអង្គុយអាំងភ្លើងអីអញ្ចឹងទៅហើយគាត់ក៏ដាំបាយធ្វើម្ហូបអញ្ចឹងទៅអញ្ចឹងបានរាល់ព្រឹកដល់ពេលព្រឹកឡើងអញ្ចឹងទៅហើយញោមប្រុសគាត់ភ្ញាក់មកងុយទឹកងុយអីអញ្ចឹងទៅស្រែទាំងអស់គ្នាទៅអញ្ចឹងទៅអាត្មានៅតូចទៅដែរអញ្ចឹងទៅស្រែចម្ការអញ្ចឹងទៅជីវិតកសិករអញ្ចឹងញាតិញោមហើយទៅដល់ហូបបាយព្រឹកនៅស្រែនោះឯងសម័យមើលញាតិញោមអាត្មានឹកឃើញពីដំណើរជីវិតកសិបែបកសិករទៅញាតិញោមហើយបាយដាំទៅមកធុងធំហ
ហើយបាយហ្នឹងគឺហូប2 ដងញាតិញោមហូប2 ដងឬក៏ដាក់អង្គទៅដែរដើម្បីទៅដាំនៅស្រែមានលក់មានបន្លែនៅតាមស្រុកស្រែក្រមដើមឈើញាតិញោមដែលអត់ដែលបានញាតិញោមដែលនៅអ្នកផ្សារជីវិតមិនដែលធ្លាប់ឆ្លងកាត់កសិករនៅក្នុងតាមព្រៃតាមស្រែដូចអាត្មាហ្នឹងគឺអាត្មារៀបរាប់ណាដល់ពេលអីចឹងទៅហើយណាទៅមានកន្លែងសម្រាប់ចង់រឹងលើដំបូកឆ្កាដើមឈើចងអីចឹងទៅស្រុកស្រែគឺទៅជីវិតពេលកាលមុនហ្នឹងគឺដូចជាថាជីវិតកសិករស្រុកស្រែចំការហ្នឹងគឺសុបាយមួយយ៉ាងញាតិញោមតែឥឡូវកាន់តែទៅនៅពីដើមទៅមានបរទេសគោញោមប្រុសបរទេសគោអីចឹងទៅអាត្មាជីទៅជាមួយចឹងទៅញោមដែលជួយរើសគូស្រូវជួយរើសកណ្ដាប់ជួនកណ្ដាប់ជូនអីចឹងទៅណាហើយជួយចងគោខ្វៀលគោអីចឹងទៅហើយពេលច្រូតស្រូវកន្លែងណាហើយចងគោកន្លែងហ្នឹងគោស៊ីគីច្រាំងហ៎ញាតិញោមហ្នឹងហើយអង្គុយលេងនៅអញ្ចឹងបានជីវិតអាត្មាបានរៀនបានសូត្រគេទេញាតិញោមអើយជីវិតកសិករបានរៀនបានសូត្រមានចំណេះដឹងអីគេទេកាលនៅក្មេងៗហ្នឹងហ្នឹងហើយគឺនៅតែស្រែនៅតែព្រៃនៅតែដប់ហ្នឹងដើរខ្វៀលតគោហ្នឹងមុខក្មេងកំវាលគោតាញាតិញោមចង់ដឹងថាខ្វៀលគោមិនហ្នឹងសួរអាត្មាមកក្មេងកំវាលគោចាញ់ពីស្រែហ្នឹងឯងបានបួសរងថ្ងៃញាតិញោមលើសំឡេងហ្នឹងគឺក្មេងកសិករចាញ់ពីក្នុងដប់ក្នុងព្រៃហើយស្រុកតៃខាងអាត្មានោះភូមិពីដើមព្រៃស្ដុកមិនដល់ឥឡូវឆ្លាស់អស់ហើយពីមុនព្រៃស្ដុកមានព្រៃមានអីចឹងទៅខែបេះផ្សិតក៏បេះផ្សិតចឹងទៅដើរទៅក្នុងព្រៃក្នុងដប់ចង្ងាយ10 គីឡូណាចង្ងាយ10 គីឡូញាតិញោម100 ម៉ែត្រ10 គីឡូម៉ែត្រចឹងទៅហ្នឹងហើយដល់ពេលណាដូចអត់ស្គាល់បើនិយាយពីរឿងការសិក្សាដូចអត់ស្គាល់ការសិក្សាមកញាតិញោមអត់និយាយការប៉ិនបើញាតិញោមប្រៀបធៀបថាជីវិតរស់នៅទីក្រុងស្រុកផ្សារបានរៀនបានសូត្រនេះនោះអីតាមលំដាប់លំដោយខ្ពង់ខ្ពស់ចេះចោះអីគឺកុំនិយាយចូលជាមួយអាត្មាអត់ចូលហ្មងកាលមុនមិនថារងថ្ងៃទៅបានរៀនខ្លះពីមុនណាញាតិញោមគឺមិនដែលស្គាល់ចុះទៅរៀនទៅសាលារៀនហើយទៅចាញ់ពីសាលាមិនតន់ទេទុកសភៅមិនដែលទៅបានទុកស្រូបបូលទៀតហ្នឹងកបបអីទុកស្រូបបូលទៀតដាក់ប្រមូលទុកសិនបតន់ទៅស្រែទៅព្រៃណាទៅខ្វៀលគោចាំមកពីខ្វៀលគោល្ងាចវិញចាប់ទុកដាក់កបបចុះម៉ោង10អីចុះពីសាលាថ្នាក់បឋមបឋមអីហ្នឹងបឋមសិក្សាហ្នឹងគឺណានេះញាតិញោមគឺតែម៉ោង10 11អីចុះហើយហ្នឹងគឺជីវិតអញ្ចឹងញាតិញោមអញ្ចឹងបានរងថ្ងៃអ្នកណាថាចូលក៏ចូលទៅរៀនសិនណាព្រោះជីវិតខ្លួនឯងកាលនៅក្មេងបានរៀនបានសូត្ររងថ្ងៃអាយុរៀងច្រើនណាស់បើរៀនសិនណាគេថាអាត្មាចូលគិតទៅរៀនឲ្យឃើញដូចមិនដែលបានរៀនមិនដែលបានរៀនមែនញាតិញោមពីក្មេងដែលរៀនទេអាត្មាដែលរៀនទេញាតិញោមអើយអាត្មាមិនដែលស្គាល់សភៅល្អអានយ៉ាងម៉េចទេពីមុននោះញាតិញោមចង់អានសភៅមានសភៅភាសាខ្មែរថ្នាក់ទី3មួយទុកលងទៅដល់ស៊ីហ៎អានចុះអានឡើងកលាត់ចូលអានជាមួយដែរហ្នឹងសត្វកលាត់ចូលអានដែរញាតិញោមមកក្បាលដូចជាស្គាល់ជាតិសភៅល្អរៀនអីដូចគេចំនួនអាត្មាព្រោះអាត្មាមិនមែនណាបានស្គាល់ផ្សារអីឆ្ងាយផ្សារឆ្ងាយទីរំខេតតែហ្នឹងណានឹងគឺជាដំណើរជីវិតហើយក៏ងាកមកកាន់ក្រោយមកវិញថាស្ត្រីញាតិញោមគឺត្រូវតែមានភាពឆ្លៀវឆ្លៀសប៉ិនប្រសប់លះលហួនកុំខ្ជិលចោលក្នុងនាមជាភរិយាល្អកុំខ្ជិលណាកិច្ចការងារខ្លះមួយចំនួនជួយប្តីបានជួយស្វាមីបានជួយទៅកុំគិតថាអូជាទុនទីស្វាមីដូចឧទាហរណ៍ថាស្វាមីគាត់ហត់គាត់ភរិយាក៏ហត់ដែរក៏ថាស្វាមីគាត់មកពីធ្វើការងារហត់ខោអាវទុកដាក់ហើយនឹងគឺយើងអាចទុកដាក់បានជួយទៅហ្នឹង
កំឃើញគាត់មកពីហត់ដោះអាទុកអីចឹងទៅយើងភរិយាល្អគេមិនចុយមិនជាបចោណាភរិយាល្អគេមិនជាបចោគេមិននិយាយមកតុយមកធំជាបចោដាក់ស្វាមីបែបហ្នឹងទេឃើញស្វាមីមកពីហត់ខ្លួនឯងហត់ដែរជាបចោសិនអត់ទេខ្ញុំជាអាក្រក់អីចឹងទៅថាទុកខោអាវអីញ៉ៃចេះទុកអាវអីញ៉ៃមិនដឹងស្អីសន្លត់ជាភាកច្រើនពាក្យសម្ដីបែបហ្នឹងគឺច្រើនតែបុគ្គលដែលគាត់អត់បានរៀនសូត្រតែបុគ្គលដែលគេបានរៀនសូត្រចេះដឹងដល់សាកលវិទ្យាល័យដល់អីផ្សេងហ្នឹងគឺគេនឹងយល់ហើយពាក្យណាដែលត្រូវនិយាយទៅកាន់មនុស្សពាក្យណាដែលត្រូវនិយាយទៅកាន់ស្វាមីអីហ្នឹងគឺគេដឹងណាសូមអនុមោទនាចឹងគឺទុនទីភារកិច្ចកតបកិច្ចណាស្វាមីត្រូវទំនុកបំរុងភរិយាដោយហេតុ5យ៉ាងរីឯភរិយាណាត្រូវតែអនុគ្រោះស្វាមីវិញដោយហេតុ5យ៉ាងដែរដោយអាត្មាភាពបានសម្ដែងរួចហើយហ្នឹងសូមអនុមោទនាខ្ញុំគណៈអាត្មាភាពចូលរួមសម្ដែងនឹងប្រធននៅក្នុងរាត្រីនេះមានប្រមាណតែប៉ុណ្្នឹងសូមប្រគិនបុណ្យនិងជូនបុណ្យគ្រប់អង្គគ្រប់គ្នាសូមអនុមោទនាដោយបែបណាគឺដំបងឬបន្ទាត់យ៉ាង